Hello សួស្តីអ្នកទាំងអស់គ្នាក្នុងមេរៀននេះយើងនឹងរៀនអំពីអក្សរ A មានសំឡេងអឧទាហរណ៍ក្នុងពាក្យ angel ប្រែថាទេពអប្សរ alligator ក្រពើឬក៏សត្វក្រពៀ ant ស្រមោច anchor យុថ្កា arrow ព្រួញឬក៏សញ្ញាព្រួញ apple ផ្លែប៉ោម astronaut អ្នកអវកាសឬក៏អ្នកបើកបរយានអវកាស X ពូថៅ airplane យន្តហោះអូខេអញ្ចឹងយើងមានអក្សរ A នៅពីមុខគឺសំឡេង A សួស្តីអ្នកនរគ្នាអូខេក្នុងមេរៀននេះយើងនឹងរៀនអំពីតួអក្សរ B បើធៀបជាមួយនឹងព្យញ្ជនៈខ្មែរយើងគឺស្មើនឹងអក្សរ ប សំឡេង B ឧទាហរណ៍ដូចក្នុងពាក្យ book ប្រែថាសៀវភៅអញ្ចឹងវាមានសំឡេងអក្សរបឬក៏ B នៅខាងមុខបន្តមកទៀតមានពាក្យ burger ប្រែថានំ burger bread នំប៉័ង bell កណ្ដឹង bus រថយន្តក្រុង balloon ពើតប៉ោង boat ទូក bat ប្រចៀវ bottles ដបអូខេក្នុងពាក្យ bottle គឺមាន s នៅពីក្រោយបានន័យថាជាពហុវចនៈដបច្រើនបន្តមកទៀតមានពាក្យ ball បាល់ boy ក្មេងប្រុស boots ស្បែកជើង boot ឬក៏ស្បែកជើងកវែង letter C ផ្នែកអក្សរ C បើធៀបជាមួយនឹងព្យញ្ជនៈខ្មែរយើងគឺស្មើអក្សរ ខ ហើយនឹងអក្សរ ស ប៉ុន្តែនៅពេលនេះយើងរៀនអំពី C ស្មើអក្សរ ខ ជាមុនសិនអូខេ C ខសំឡេងខឧទាហរណ៍ដូចជាពាក្យ cat អញ្ចឹងវាមានសំឡេងខនៅខាងមុខ cat សត្វឆ្មាតមកទៀត can កំប៉ុងបើជាកិរិយាសព្ទវិសេសប្រែថាអាចប៉ុន្តែពាក្យនាមគឺប្រែថាកំប៉ុង crayon គល័រឬក៏ខ្មៅដៃពណ៌តមកទៀតពាក្យ carrot ការ៉ុត clock នាឡិកាប៉ូលនាឡិកាព្យួរជញ្ជាំង corn ពោត crab ក្តាម cake នំខេក car រថយន្តតូច cow មេគោ
cap cap หมวกกระตึบหรือกับหมวกอดสลับ